គ្នានៅខ្ញុំមកអ្នកគ្នាមើលអញ្ចឹងណាពី Free Fire Samsung តិចហើយនេះគឺជាទូរស័ព្ទរបស់ខ្ញុំ Samsung Note 20 Ultra ហើយអ្នកគ្នាកុំភ្លេចជួយមើលវីដេអូនេះដល់ចប់បើអ្នកគ្នាចង់លេង Free Fire នៅលើ Samsung តិចកើតហើយទីមួយអ្នកគ្នាត្រូវមាន account Gmail លេងតាមធម្មតា Gmail Pro ហើយអ្នកគ្នាចុច add Free Fire ហើយសេរីដៃតាមធម្មតាតែបើអ្នកគ្នាយកដៃ game ហ្នឹងទៅលេងនៅលើអេក្រង់ធម្មតាដាក់ keyboard អីវាលេតការទេអ្នកគ្នាគឺថាយើងលេងនៅលើអេក្រង់ធំហើយយើងទៅដូរទៅអេក្រង់ទូចវិញថាវាពិបាកបញ្យល់អ្នកគ្នាបើអ្នកគ្នានេះធ្វើទៅដឹងចាស់តែនេះយើងមកលេងអ្នកគ្នាដាក់ម៉ៅធំឲ្យអ្នកគ្នាមើលហើយចូលបែបហាត់ហ្នឹងហើយនេះគឺជាដៃហ្គេមខ្ញុំនេះអ្នកនេះអានេះខ្ញុំលេងអីអត់សូវខ្លាំងឯអ្នកគ្នាតែអ្នកគ្នាមើលខ្ញុំលេងអី Spider-Man អ្នកគ្នាខ្ញុំក៏ថាខ្ញុំអត់បានមើលកាមេរ៉ាទេអ្នកគ្នារិះសាយខ្ញុំដាក់នេះតិចទៅដាក់លើនេះណាជាប់វីដេអូនេះអត់ផុសអ្នកគ្នាចាំមើលអ្នកគ្នាលេងហ្នឹងដូចPC សុកសានមកអ្នកគ្នាឃើញអត់ PC សុកសានមកបាញ់ជុកមកហើយអេក្រង់ធំនៅលើនេះទៀតបងបណ្ណាគេបកកាយលេងនៅលើ GG មកបកកាយសេរីទៅពេញបាញ់និយាយដល់មកលេងខ្លាំងជាង PC ទៀតយល់ហើយខ្ញុំនេះប៉ុណ្ណឹងខ្ញុំគិតថាចូលក្បាលមកហ្នឹងអ្នកហើយអ្នកគេប៉ុណ្ណឹងអ្នកគេគិតមិនដែរអាយ៉ាព្រឺហ្នឹងហើយអ្នកគ្នានេះគឺជាមុខងារ Samsung តិចដែលលេង game Free Fire ដែលconnect ជាមួយ Gmail Pro អញ្ចឹងណាអ្នកគ្នាគឺថាលេងកើតពិតមែនហើយអ្នកគ្នាវាក៏ដូច PC ផងដែរអ្នកគ្នាគឺថាពេលដែលអ្នកគ្នាភ្ជាប់ទៅ monitor ទៅគឺថាដូចខ្លាំងមែនតើអ្នកគ្នាវីដេអូក៏មានតែប៉ុណ្្នឹងដែរអ្នកគ្នាជួយ subscribe ឲ្យផងអ្នកគ្នាបាយចុច like ផង